Hello welcome បាទខ្ញុំបាទជា boy ឥឡូវបានត្រឡប់មកវិញហើយដោយសារមួយរយៈមុនខ្ញុំមានបញ្ហាច្រើនខ្ញុំត្រូវដោះស្រាយអូខេឥឡូវមិននិយាយច្រើនទេបានជាខ្ញុំបានត្រឡប់មកវិញហើយតោះឥឡូវខ្ញុំមកញ៉ាំនេះគឺខ្ញុំមក reaction អំពីការប្រឡង rapper ពាក់ព័ន្ធនឹង rap star នៅក្នុងកម្មវិធីរបស់បារមីឬក៏ផលិតការបារមីឬក៏ rap fighter អីផ្សេងៗហើយនឹងមួយទៀតខ្ញុំចាប់ពីថ្ងៃនេះទៅគឺខ្ញុំreact ពាក់ព័ន្ធនឹងការ rap ជាច្រើនមិនថា undergroundបងប្អូនប្រហែលជាអត់ទាន់ដឹងពាក្យប៉ុណ្ណឹងអ្នក rap គេហៅថាបែប underground ទេមានន័យថាគាត់ជាអ្នក rap បែបជាក្រុមគេមាន block គេមាន block team របស់គេដូចជា45 BMC អីផ្សេងៗអញ្ចឹងណាបងប្អូនមិនជាស្គាល់បើអ្នកឆ្លាញ់ផ្សេង rap អញ្ចឹងខ្ញុំពួកគាត់ជា rap underground មែនប៉ុន្តែសម្រាប់ confidence សម្រាប់ការ rap របស់គាត់គឺផ្ទុះច្រើនអញ្ចឹងគាត់ក៏មិនធម្មតាដែរប្រហែលមិនចាញ់តារាដែលគាត់មានមហាជនស្គាល់ច្រើនដែរអញ្ចឹងឥឡូវនេះកុំបាច់និយាយច្រើនប៉ុន្តែខ្ញុំឥឡូវនេះខ្ញុំមកពាក់ព័ន្ធនឹង react ទៅលើអ្នកដែល rap ប្រឡងជាមួយនឹងកម្មវិធី Rap Star អញ្ចឹងតោះឥឡូវខ្ញុំយក beat មួយ beat ដែលបាត់ក្រុមផលិតកម្មបារមីគាត់បានតម្លាក់ឲ្យពួកគាត់ចូលប្រឡងតោះឥឡូវចូលស្ដាប់មួយខ្ញុំអរគ្នាអូខេហ្នឹងនាទី1អញ្ចឹងខ្ញុំមកស្ដាប់ហើយខ្ញុំនិយាយអំពីចំណុចល្អរបស់ប្រកួតទេចំណុចអីផ្សេងៗខ្ញុំនិយាយតែពីចំណុចល្អដែលប្រកួតមានថ្ងៃនេះហើយមែនខ្ញុំឡើងទៅជិតចង់ចេញចាប់យកជ័យអស់ឱកាសស្ពះអ្នកមានគុណចេញទៅហើយជិះទៅរកដីថ្មីម៉ែប្រាប់ថាឧបសគ្គច្រើនណាស់ខ្ញុំក៏បានច្បាស់មិននិយាយពីការតស៊ូ This is me BERNG ពិតធ្វើមែនខ្ញុំមានបារមីចិត្តជំរះដូចព្រះអាទិត្យខ្ញុំធ្វើនេះធ្វើដាក់ជីវិតទ្វាបោកហើយមិនដណ្ដល់ឲ្យវាស្នាធ្វើបានតាមចិត្តអ្នកមិនណាច់សំបីទឹកគិតខូក្បាលនេះកំពុងក្រៀមស្វិតតែបេះដូងនៅមានជំហរនៅម្ដាយសាតូចឲ្យកូនខំខិតធ្លាប់រស់នៅដើរជាមួយសំពីជីវិតមានសំលេងមួយមកសប្រាប់ខ្ញុំរៀងតែមិនពិតកុំយកមកគិតដាក់សម្ពាធឲ្យខ្ញុំចង់ឡប់ខូក្បាលនេះគិតមិនចេះចប់បន្ទោខ្ញុំពីនេះពីនោះបន្ទោមកចោលបន្ទោគ្រប់សក់ទូក្នុងបាក់ត្រូវតែខំប្រឹងកុំប្រមាក់ក្បាលនឹងតែប៉ុណ្្នឹង Can't stay low ខ្លួននៅមានចំហ flow ដូចមានអូតូការគិតដូចជាសឹងគ្មានតាមណាជាខ្លាំងជាវិសាច់គុំថាខ្ញុំមិនណាយរស់នៅទៅតែប្រឹងមួយដល់10ចូលដាក់កប់ Let's go to the top ឲ្យជីវិតមានដំណឹងហ៎អូខេមានន័យថាគាត់និយាយពីការតស៊ូសម្រាប់គាត់ឆ្លាញ់លើវិស័យមួយហ្នឹងហើយគាត់ដាក់ចិត្តឲ្យម្ដងនេះចាំមានន័យថាគាត់ពីមុនមកប្រហែលជាគាត់មានបញ្ហាច្រើនដែលគាត់ដើរលើវិស័យមួយហ្នឹងតែឥឡូវនេះគាត់មានឱកាសគាត់សុំដាក់ចិត្តនៃការធ្វើហើយអូខេអញ្ចឹងខ្ញុំគ្រប់ត្រូលបើមានអានេះគ្រប់ត្រូលទេអញ្ចឹងមានខ្ញុំម្នាក់ហើយខ្ញុំជឿថាឆ្លាញ់ដែរវិស័យ rap ហ្នឹងគឺពួកគាត់ក៏គ្រប់ត្រូលដែរអញ្ចឹងជូនពរឲ្យបងជាប់នៅក្នុងការដាក់ពាក្យប្រឡងនេះអូខេតោះឥឡូវយើងបន្តទៅម្នាក់ទៀតអូខេឥឡូវសំតិចខ្ញុំអត់តាមនិយាយពី beat ហ្នឹងទេ beat ដែលគេដាក់សម្រាប់បេក្ខជនគាត់ដាក់ពាក្យប្រឡងវាមានសលេងផុសខ្មែរយើងឧបករណ៍ខ្មែរយើងគេហៅថាភ្លុកតម្រៃបងប្អូន search ទៅក្នុង YouTube play ហ្នឹងភ្លុកតម្រៃ intro ដំបូងអញ្ចឹងដាក់បញ្ចូលជាមួយនឹង beat មួយហ្នឹងស៊ីគ្នាមែនតើតោះឥឡូវណាមួយ beat ហ្នឹងវារៀង hit ដែរអូខេតោះអញ្ចឹងអត្ថបទមិញដែលអ្នកដែលកាត់ដាក់ពាក្យប្រឡងមិញអត្ថបទមិញគឺទៅលើវិស័យការតស៊ូហើយនឹងដាក់ចិត្តតោះឥឡូវយើងទៅមើលម្នាក់ទៀតនេះគាត់ចង់និយាយពីអី Feel me អូខេ feel me មានន័យថាគាត់ចង់បង្ហាញពីអារម្មណ៍គាត់គេប្រាប់មួយសំដីចង់ឲ្យយើង chest I don't want take it out គេ អូខេ ក្មេងកុំចង់ project what you talking about គេខំប្រឹងក្លំប្រអូខេ intro ដំបូងនេះគាត់និយាយពីអ្នកដែលមើលងាយគាត់អ្នកដែលចាំពេលជ័យគាត់អ្នកដែលមិនឲ្យតម្លៃគាត់ហើយអ្នកដែលមិន support អីផ្សេងៗទៅលើគាត់មានន័យថាគាត់រាយរាប់អំពី feel របស់គាត់ហ្នឹងគឺគាត់និយាយអំពីអ្នកដែលតែងតែមិនមើលងាយគាត់អូខេតោះឥឡូវយើងបន្តទៀតចង់ដាក់ពងៀបគឺគិតតែខ្ញុំនេះឆោត You will never know I drop my flow គេហូគេ no គេ proud Why you look so mad ដែលខ្ញុំ rap ទៅគ្នាគេស្រែកបន្តោតែបានធ្វើអូខេគួយរអ៊ូរីអ្នកចង់ខ្ចី my flow នេះគឺក្មេងមិនអ្នកគួយលុកអ្នកក្នុងទៀតថាកជើងរោខ្ញុំ rap ដោយកំហឹងខ្ញុំប្រាប់ឲ្យអញ្ចឹងគាត់មានផាញ់ឆ្លាញ់មួយដែលប្លែកដែរតែប៉ុណ្្នឹងគាត់យកអក្សរខ្មែរប្រកបចូលគ្នាកចង្រោបងប្អូនដឹងហើយមានន័យថាម៉េចគឺក្រអញ្ចឹងមានន័យថាពេលដែលគាត់ក្រអីមិនពេលដែលគាត់ក្រខ្ញុំមិនដឹងថាគាត់ស្ថានភាពអីប៉ុន្តែគាត់ចង់និយាយថាភាពក្រធ្វើអ្វីក៏មិនសូវមានណាគេមើលឃើញដែរអញ្ចឹងភាគច្រើនគាត់និយាយ
បញ្ចូលជាមួយនឹងបទចម្រៀងមួយហ្នឹងគឺអូខេគាត់និយាយពីពាក់ព័ន្ធនឹងអត្ថបទហ្នឹងវាស៊ីគ្នា តែឌីម៉ូនីម៉ាសូខ្ញុំមិនដែលនឹងខ្លាចទូបិសាច់នៅខាងមុខខ្ញុំច្រើនប៉ុណ្ណាដែលខ្ញុំមានទាំងគូតែទូដឹងវាលំបាកប៉ុណ្ណាត្រូវជឿលើខ្លួនឯងកុំឲ្យខ្លួនឯងទៅជឿលើព្រេងវាសនាផ្លូវយើងរត់ខ្លួនឯងខ្ញុំជឿព្រេងវាសនាមិនមានគេមកចាអូខេល្អចាក់លើល្អអាក្រក់លើខ្លួនយើងមកកុំខ្លាចនៅពាក្យសម្ដីបាក់ក្តាប់ដៃទៅតែប្រយុទ្ធ fine អូខេ feel me អូខេចឹងអត្ថបទពេញហ្នឹងគាត់អត់មានរ៉ៃរាប់អីច្រើនទេគាត់និយាយថាមួយ topic របស់គាត់ហ្នឹងគឺមួយគឺច្បាស់អានេះខ្ញុំនិយាយពីភាពដែលគាត់បដោតគឺនិយាយអំពីការដែលគេមើងងាយជន់ឈ្លីគាត់អញ្ចឹងអត់មានអីផ្សេងទេអូខេអញ្ចឹងគឺ topic មួយហ្នឹងគឺតែមួយប៉ុណ្្នឹងឯងតោះឥឡូវយើងបន្តទៀតអូស្រីអូខេ legendary អូខេចាំមើល rapper woman មួយមក the game the ring the name okay the game step in the game okay the name okay flow របស់គាត់នេះគឺជាគាត់យកជា flow លឿនមានន័យថាគាត់ rap បែបជាលឿនម្នាក់មុនគាត់មិនមែនជាលឿនហ្មងទេប៉ុន្តែគាត់រៀងច្បាស់អានេះខ្ញុំនិយាយពីអ្នកមុនអូខេឥឡូវអ្នកនេះក៏គាត់ច្បាស់ដែរតែ rap woman អាចនឹងខ្លាយជា rap queen ដែរអូខេតែប្រគួតលើមកនេះមកមែនមកលេងមកលេងអូខេលើកូពីមកហេនពួកនេះបងក៏វិញពីមុនថាលេងតែលើធ្វើមែនពីមុនថាលេងតែលើធ្វើមែនចាំមានន័យថាគាត់ពីមុនចូលផ្សាយត្រីតែយកទៅ face start up ហ្គេមថ្មីនៅជំនាញទី3រៀងអូខេចំហរបើស្អីចាំមើលទៅមុខនឹងខ្លាចជាស្អីលេងសើចបានដែរប៉ះចង់ក៏បីស្អីលេងសើចបានដែរប៉ះចង់ក៏បីស្អីអូខេលេងសើចបានដែរប៉ះចំក៏បីស្រីអូខេចឹងមានន័យថាពាក្យដែលគាត់បន្ថែមកតុយចុងក្រោយហ្នឹងគឺមែនតើឆ្ងាញ់មែនតើចឹងគាត់ថាកុំចង់លេងសើចមកគាត់ទៅបីជាគាត់ស្រីមែនតែលេងសើចមិនបានទេអូខេតោះឥឡូវយើងបន្តទៀតគេមកហើយណាគេមកអូខេបងប្អូនតើពាក្យគេមកហើយអត់ដែលគេកំពុងតែល្បីវ៉ៃរ៉លអីគេគូនអ៊ីបងប្អូនស្គាល់គូនអ៊ីទេពេលដែលកាន់វីដេអូកំ pl ដល់ពេលមានណាគេមកគេដាក់trending ហ្នឹងឯងគេដាក់គេមកហើយអូខេឥឡូវចាយើងទៅស្ដាប់កាត់បន្តទៀតតើគាត់ចង់និយាយពីអីគេមកហើយហ្នឹងគាត់មកហើយគាត់មកវិញអូខេចេញប្រូលោកដូចជាគុណអ៊ីឲ្យអ្នកសុខអូថាគុណអ៊ីមែនអូខេចាំមានន័យថាគាត់បើកក្បាលដំបងគេមកហើយតែឥឡូវនេះគាត់រាយរាប់អំពីគុណអ៊ីអូខេចាំមានន័យថាគាត់យក topic ពាក់ព័ន្ធនឹង trending មួយនឹងយកមកបញ្ចូលជាមួយនឹងការ rap ដែរអូខេឡើយថ្មីផានឆ្លាញ់ក៏ល្អសំឡេងខ្ញុំមានចារ៉ាគីស្ទី flow ជាកំបិតចាក់ព្រា flow គាត់មួយឲ្យអ្នកស្រុកចាំមើលគ្រប់គូនេះទៀតខ្ញុំមានចារ៉ាគីស្ទី flow ជាកំបិតចន្ទ្រាកំបិតចន្ទ្រាបងប្អូនស្គាល់ហើយកំបិតចន្ទ្រាផុសគូនអ៊ីគេហៅថាពាក្យមួយទៀតគេហៅថាកំបិតអ្នកខៀវអូខេតែគេហៅកំបិតចន្ទ្រាខ្ញុំចង់ល្បីដូចខ្លាស្រីគ្នាចំណៃមហាចតាក៏ក្នុងដីពេលលីទុកខ្ញុំលោកលៃកាយឆ្នៃមករៃមានណាម៉ៃអូខេពាក្យគាត់ topic របស់គាត់ដែលគាត់និយាយពីក្បាលដំបងហ្នឹងគាត់និយាយពីគុណអ៊ីហើយនិយមន័យដែលគាត់បដោតខ្លាំងគឺ fight មានន័យថាគាត់ខៀលជាមួយនឹងអត្ថបទមួយហ្នឹងគាត់វាយ beat មួយហ្នឹងគាត់វាយយោអូខេបងប្អូនយល់ពាក្យថា fight ឯងហើយយល់ពាក្យថាខៀលមានន័យថាគាត់ជំនះគាត់ចង់វាយឲ្យឈ្នះហ្មងជាមួយនឹង confidence របស់គាត់ជាមួយនឹងពាក្យពេចន៍របស់គាត់អូខេតោះតទៀតអូខេ flow របស់គាត់លើកដាក់គ្រូបញ្ជាន់មកវាជាយន់តាំងដូចស្ពតជាលំងក៏ស្អាម the one បានប្រាក់រង្វាន់នៃ level star ទុកស៊ីបងមនអូខេ the level star ទុកស៊ីបងមនមែនហើយកន្ទុយក្រាញ់ស្ដាប់ច្បាស់សុំម្ដងទៀតខ្ញុំជាលំងក៏ស្អាម the one បានប្រាក់រង្វាន់នៃ level star ទុកស៊ីបងមន the level star ទុកស៊ីបងមនដល់ដឹងថាគាត់ចង់មានន័យថាម៉េចដែរអូខេប៉ុន្តែគាត់បញ្ចូលពាក្យមួយហ្នឹងឲ្យជួនស៊ីមួយគ្នាអូខេឥឡូវចាប់ហើយអញ្ចឹងreact របស់ខ្ញុំគឺ
នៅតែម្នាក់ទៀតទេគឺខ្ញុំសូមបញ្ចប់ក្នុងការ react ហើយតោះឥឡូវបងប្អូនទៅបន្ត1 minute ទៀតអូខេ bit មួយនឹងចេញមកក៏ស្ដាប់តែ bit មាន energy ហ្មងអូខេបោតអូខេអូខេចាំមានន័យថាគាត់ចង់និយាយថាបើសិនយើងមិន fight បើសិនយើងមិនជំនះជាមួយនឹងអាភាពចង់បាននៃការស្រឡាញ់របស់យើងទេយើងនៅតែទុនជ្រាយអញ្ចឹងយើងមិនអាចតទៅមុខបានទេអញ្ចឹងគាត់បើគាត់អានេះអត្ថបទរបស់គាត់ចង់និយាយថាបើចង់ធ្វើវាឲ្យជំនះវាឲ្យបានទៅឧបសគ្គប៉ុណ្ណាក៏យើងត្រូវតែធ្វើព្រោះដោយសារការស្រឡាញ់អូខេតោះយល់អូខេអូខេគាត់ flow របស់គាត់លើកដាក់អូខេចង់រកស្ថាននៃការរចនាពាក្យព្រួយឲ្យត្រង់មកនេះខ្ញុំមានមួយបងពាក្យលេងខ្ញុំមានមួយថងវងមិនអន់ពីដែនចូលលេងញ៉ុកដៃចូលកំអូខេ topic របស់គាត់តាំងពីដើមរហូតដល់ចប់គាត់និយាយអំពី kill ហ្មងគាត់ fight ហ្មង fight ជាមួយនឹង beat មួយហ្នឹង fight ជាមួយនឹងអត្ថបទដែលគាត់ចង់រ៉ៃរ៉ាប់ដែលគាត់ចង់ជំនះគាត់មិនខ្លាចបញ្ហានៃការមុតដើរទៅលើវិស័យមួយហ្នឹងទេអញ្ចឹងប្រហែលជាគាត់ដាក់ចិត្ត 100% ហើយអានេះតាមខ្ញុំគិតទេណាអូខេអញ្ចឹងចំណុចល្អរបស់គាត់គឺគាត់លើកដាក់បន្ថែមបានច្រើនហើយពាក្យផានឆ្លាញ់របស់គាត់ក៏សម្បូរច្រើនដែរផានឆ្លាញ់នោះមានន័យថាពាក្យដែលថ្មីហើយឬក៏ពាក្យដែលថ្មីហើយវាចាក់ជ្រៅជាមួយនឹងវិធានបទឧទាហរណ៍វិធានបទ file ហ្នឹងគាត់និយាយវាយបែបម៉េចអូខេអញ្ចឹងការរៀបរបស់ខ្ញុំគឺបញ្ចប់តែប៉ុណ្្នឹងហើយអញ្ចឹងចាំបន្តមួយខ្ញុំជាមួយនឹងវីដេអូក្រោយទៀតបាយបាយ